សេវា 5G គឺមាននៅក្នុងប្រទេសកម្ពុជាយើងជាផ្លូវការហើយប៉ុន្តែតែពេលដែលប្រកាសចេញភ្លាមខ្ញុំនៅតែមើលឃើញការយល់ច្រឡំហ្នឹងនៅតែមានច្រើនមតិភាគច្រើនគឺលើកឡើងថានៅពេលដែលមានអ៊ីនធឺណិតលឿនសេវាដល់ 5G អញ្ចឹងគាត់ចង់សម្ដៅទៅលើការកាត់លុយទូរស័ព្ទគាត់ហ្នឹងក៏លឿនទៅតាមនឹងដែរវីដេអូនេះគឺខ្ញុំនឹងធ្វើការបកស្រាយសេវា 5G ដែលមាននៅក្នុងប្រទេសកម្ពុជាយើងផ្ទាល់ដោយផ្អែកទៅលើព័ត៌មានផ្លូវការចេញពីក្រសួងប្រៃសណីនិងទូរគមនាគមន៍បូករួមទាំងរឿងរ៉ាវមួយចំនួនទៀតដែលខ្ញុំមិនចង់ឲ្យអ្នកទាំងគ្នាបារម្ភនិងយល់ច្រឡំទៅលើសេវា 5G ថ្មីហ្នឹងផ្នែកទី1បកស្រាយពីចំណុចដែលថាអ៊ីនធឺណិតលឿនការកាត់លុយក៏លឿនទៅតាមហ្នឹងចម្លើយគឺមិនមែនបែបហ្នឹងទេខ្ញុំនឹងធ្វើការតេស្តផ្ទាល់ឲ្យអ្នកទាំងគ្នាបានឃើញនៅពេលបន្តិចទៀតភាពខុសគ្នារវាងសេវា 5G និងលុយទូរស័ព្ទរបស់អ្នកទាំងគ្នាគឺស្ថិតនៅក្នុងពាក្យពីរម៉ាត់ទី1គឺល្បឿនទី2គឺទិន្នន័យសេវា 5G គឺគេសំដៅទៅលើល្បឿនក្នុងការបញ្ជូនទិន្នន័យទៅមកហើយសម្រាប់ទិន្នន័យវិញគឺសំដៅទៅលើការដែលអ្នកទាំងគ្នាប្រើប្រាស់ទំហំប៉ុណ្ណាក្នុងការប្រើប្រាស់ជាក់ស្ដែងមិនថាអ្នកទាំងគ្នាប្រើ SIM Smart Cell Card Smartphone អីទេពេលដែលអ្នកទាំងគ្នាបញ្ចូលលុយនោះអ្នកទាំងគ្នានឹងទទួលបានកញ្ចប់មួយគម្រោងមួយដែលគេផ្ដល់ជាកញ្ចប់ទិន្នន័យខ្ញុំឧទាហរណ៍ជាក់ស្ដែងពេលដែលខ្ញុំប្រើប្រចាំថ្ងៃនេះគឺកញ្ចប់ទិន្នន័យដែលខ្ញុំប្រើ$1បដូរបានជា8 GB ទិន្នន័យអញ្ចឹងបើសិនជាខ្ញុំមើលវីដេអូ YouTube resolution 4K ហើយវីដេអូហ្នឹងមានទំហំ100 MB ឧទាហរណ៍ថាអញ្ចឹងមិនថាខ្ញុំប្រើអ៊ីនធឺណិត 2G 3G 4G ឬក៏ 5G អីទេគឺខ្ញុំនៅតែចំណាយទិន្នន័យហ្នឹង100 MB ដូចគ្នាអ្វីដែលខុសគ្នានោះគឺល្បឿនបើសិនជាខ្ញុំប្រើ 3G គឺវាយឺតជាង 4G ហើយប្រើ 4G ប្រកាសជាយឺតជាង 5G យឺតជាងហ្នឹងនៅពេលដែលខ្ញុំបើកវីដេអូមកហើយក្នុងករណីដែលខ្ញុំចង់ download វីដេអូហ្នឹងទុកនោះសេវាគឺវានឹងដើរតួសំខាន់អញ្ចឹងរឿងថាកាត់លុយច្រើនឬក៏មិនកាត់លុយច្រើនហ្នឹងវាអាស្រ័យទៅលើទម្លាប់របស់យើងប្រើទេបើពីមុនយើងប្រើត្រឹមមើល Facebook មើល TikTok YouTube តិចតួចហើយ$1យើងប្រើគ្រាន់$2យើងប្រើគ្រាន់មកដល់ពេលនេះទោះបីជាអ្នកទាំងគ្នាប្រើ 5G ឬក៏ 10G ក៏ដោយវានៅតែដដែលនៅតែប្រើគ្រាន់ដដែលដោយសារយើងប្រើទំហំទិន្នន័យតែប៉ុណ្ណឹងឥឡូវខ្ញុំឧទាហរណ៍ជាក់ស្ដែងមួយខ្ញុំទម្លាក់ file 1 GB ចូលទៅក្នុង Telegram ហើយខ្ញុំ download ដោយប្រើសេវា 3G និងសេវា 4G ប្រៀបធៀបគ្នាសូមបញ្ជាក់មួយថានៅក្នុងទូរស័ព្ទគឺវាមានមុខងារមួយក្នុងការកត់ត្រាវាស់ស្ទង់ទិន្នន័យដែលប្រើប្រាស់អ៊ីនធឺណិត SIM ហ្នឹងជាប្រចាំថ្ងៃជាប្រចាំខែទៅតាម app មួយដូចខ្ញុំកំពុងឆែកឲ្យអ្នកទាំងគ្នាបានឃើញនេះកាលពីថ្ងៃមុនគឺខ្ញុំបានអាប់ដេតទូរស័ព្ទនៅតាមផ្លូវ security patch update នេះគឺមានទំហំ700 MB ជាងសម្រាប់ទិន្នន័យដែលបានប្រើអ៊ីនធឺណិត SIM ហើយមានទាំង YouTube Music និង Facebook អីផ្សេងៗហ្នឹងសរុបទាំងអស់គឺខ្ញុំប្រើអស់2.49 GB នៅពេលដែលខ្ញុំទៅឆែកមើលកញ្ចប់ទិន្នន័យដែលមាននៅក្នុង Cell Card app នោះទិន្នន័យរបស់ខ្ញុំនៅសល់ 5.5 GB ទៀតអញ្ចឹងអ្នកទាំងគ្នាអាចបូកដកឃើញហើយថាកញ្ចប់ទិន្នន័យ8 GB ខ្ញុំអត់បាត់ទៅណាទេខ្ញុំប្រើអស់ 2G កន្លះវានៅសល់ 5G កន្លះទៀតកន្លែងនេះគឺរាប់តែការប្រើប្រាស់អ៊ីនធឺណិត SIM ទេ Wi-Fi គឺមាន usage ផ្សេងទៀតឥឡូវខ្ញុំចូលមកកាន់ឧទាហរណ៍ជាក់ស្ដែងឲ្យអ្នកទាំងគ្នាបានឃើញខ្ញុំប្រើអ៊ីនធឺណិត 3G ហើយកញ្ចប់ទិន្នន័យរបស់ខ្ញុំគឺនៅសល់ 4.88 GB ខ្ញុំធ្វើការទាញយកឬក៏ download file ទំហំ 1 GB ចេញពី Telegram របស់ខ្ញុំហើយខ្ញុំប្រើអ៊ីនធឺណិត 3G ហ្នឹងពេលដែលធ្វើការ download ហើយទំហំកញ្ចប់ទិន្នន័យដែលមាននៅក្នុង Cell Card app គឺនៅសល់ 3.84 GB វាស្រកអស់ 1.04 GB នៅក្នុងហ្នឹងការដែលខ្ញុំ download ហើយនៅមាន background app មួយចំនួនកំពុងតែ run ឥឡូវខ្ញុំធ្វើការ clear file ហ្នឹងចេញពី Telegram ចោលទាំងអស់ហើយខ្ញុំធ្វើការ download ម្ដងទៀតដោយប្រើសេវា 4G ម្ដងកញ្ចប់ទិន្នន័យរបស់ខ្ញុំគឺនៅសល់ 3.84 GB នៅពេលដែលខ្ញុំធ្វើការ download 1 GB file នេះហើយ Cell Card app គឺ report មកឃើញ 2.84 GB អញ្ចឹងអ្នកទាំងគ្នាឃើញហើយមិនថា 3G ឬក៏ 4G ទេនៅពេលដែលយើងប្រើប្រាស់ទំហំទិន្នន័យដដែលគឺវានឹងកាត់ទំហំទិន្នន័យហ្នឹងដដែលកន្លែងហ្នឹងឈប់បារម្ភថាពេលដែលមានអ៊ីនធឺណិតលឿនធ្វើឲ្យកាត់លុយទូរស័ព្ទនឹងលឿនអញមានអ្នកឆ្ងល់មួយនៅពេលដែលឃើញទំហំទិន្នន័យដែលបង្ហាញនៅក្នុង Telegram ថាត្រឹម959 MB ហេតុអីបានជា report ដល់ទៅ1 GB តើគេស៊ីទិន្នន័យពីលើឬក៏យ៉ាងណាខ្ញុំសូមបកស្រាយបន្តិចកន្លែងនេះគឺតាក់ទងទៅនឹង binary file system ជាក់ស្ដែង file ដែលខ្ញុំទម្លាក់ចូល Telegram ហ្នឹង file នៅក្នុង computer របស់ខ្ញុំគឺបង្ហាញមកថា 1.0 GB មានន័យថា1 GB ជាងប៉ុន្តែនៅពេលដែលទម្លាក់ចូលក្នុង Telegram វាបង្ហាញត្រឹម900 MB ជាងត្រង់នេះវាអត់មានប៉ះពាល់អីទេ Telegram អត់មាន compress អត់មានធ្វើអីប៉ះពាល់ទៅដល់ file ដែលខ្ញុំទម្លាក់ចូលទេ file គឺនៅតែដដែលគ្រាន់តែថា Telegram show information បង្ហាញព័ត៌មានទំហំ file ហ្នឹង
ជាលក្ខណៈ file binary អញ្ចឹងគឺគេមានមេគុណរបស់គេវាខុសត្រង់ថានៅក្នុង computer គឺ1000 MB ស្មើនឹង1 GB ក៏ប៉ុន្តែនៅក្នុង Telegram វាអត់ show បែបហ្នឹងទេតតែ1048 MB ទើបស្មើនឹង1 GB អញ្ចឹងកន្លែងនេះគ្រាន់តែចង់បញ្ជាក់ឲ្យអ្នកទាំងគ្នាដឹងថា file នៅក្នុង computer គឺ1 GB ចូលក្នុង Telegram គឺ900 MB ជាងក៏ប៉ុន្តែជាក់ស្ដែងគឺវា1 GB ហ្នឹងហើយវាមិនខុសអីពីអ្នកទាំងគ្នាទៅទិញ SSD ពេលដែលអ្នកទាំងគ្នាទិញ1 TB វាមិនមែនបាន1000 MB នៅក្នុង computer ជាងទេដាក់ចូលទៅក្នុង Windows គឺបានតិចតួចមែនតើតែបើសិនជាដាក់ចូល macOS អាហ្នឹងគឺបានច្រើនទិន្នន័យអ៊ីនធឺណិតគឺគេមិនគិតជាbyteនេះទេគេគិតជា bit អញ្ចឹងគ្រប់ bit របស់គេគឺ1 GB ហ្នឹងហើយអញ្ចឹងផ្នែកទី1នេះអ្នកទាំងគ្នាប្រកាសជាច្បាស់ហើយថាល្បឿនហើយនឹងទំហំទិន្នន័យវាខុសគ្នាបែបណាមិនថាអ្នកទាំងគ្នាប្រើល្បឿនបែបណាទេឲ្យតែអ្នកទាំងគ្នាប្រើទំហំទិន្នន័យដូចគ្នានោះអ្នកទាំងគ្នានៅតែចំណាយដូចគ្នាដដែលហើយនៅtrongវីដេអូខ្ញុំមានគន្លឹះមួយសម្រាប់ឲ្យអ្នកទាំងគ្នាចូលទៅបិទ app មួយចំនួនដែលអ្នកទាំងគ្នាគិតថាមិនចាំបាច់ប្រើ internet sim ដើម្បីកុំឲ្យខ្ជះខ្ជាយនៅពេលដែលប្រើ 5G ទៅពេលក្រោយឥឡូវនិយាយពី performance របស់ 5G ម្ដងបដោតទៅលើ 5G នៅក្នុងប្រទេសកម្ពុជាយើងផ្ទាល់នេះបើតាមការសរសេរសំណេរចេញពីក្រសួង page ក្រសួងមកល្បឿន 5G ថ្មីនេះគឺវាលឿនជាង 4G ដែលអ្នកទាំងគ្នាកំពុងតែប្រើសពថ្ងៃគុណនឹង10ខ្ញុំបានដឹងថាប្រើជាក់ស្ដែងទៅវាលឿនខ្លាំងប៉ុណ្ណាទេព្រោះអត់ទាន់បានតេស្តផ្ទាល់ហើយជាក់ស្ដែងនៅពេលនេះមានវីដេអូជាច្រើនដែលគេធ្វើទៅតេស្តផ្ទាល់នៅកន្លែងហ្នឹងខ្ញុំអត់ចង់ឲ្យអ្នកទាំងគ្នាយល់ច្រឡំទៅលើល្បឿនដែលគេកំពុងតែតេស្តហ្នឹងទេភាគច្រើននៅពេលដែលយើងនិយាយអំពីការតេស្តល្បឿនអ៊ីនធឺណិតគេតែងតែទាញ website ឬក៏ app របស់ speedtest.net ហ្នឹងយកមកតេស្តហើយកន្លែងនេះលេខដែលគេបង្ហាញមកនៅក្នុងកុំព្យូទ័រហ្នឹងភាគច្រើនគេដឹងថាវាជាតំណាងឲ្យអីទេលេខតំណាងឲ្យអីល្បឿនតំណាងឲ្យអីហើយរឿងដែលសំខាន់បំផុត server ដែលគេយកទៅតេស្តហ្នឹងគឺ server មកពីខាងណាលេខកុំព្យូទ័រដែលមាននៅក្នុង speedtest.net នេះគឺតំណាងឲ្យ megabit ក្នុង1វិនាទីអក្សរ B តូចមានន័យថា megabit ដូចអាវដែលខ្ញុំកំពុងតែពាក់នេះ8 bit ទើបស្មើនឹង1 byte អញ្ចឹងទិន្នន័យកន្លែងហ្នឹងកុំឲ្យច្រឡំគ្នាអ៊ីនធឺណិតគឺភាគច្រើនគេនិយាយពី bit ហើយការដែលយើងប្រើនៅក្នុងម៉ាស៊ីនកុំព្យូទ័រទូរស័ព្ទអីហ្នឹងគេប្រើ byte ហើយ speedtest.net នៅពេលដែលគេ pick server យកមកតេស្តហ្នឹងភាគច្រើនគឺ ISP Internet Service Provider ដែលមាននៅក្នុង local នៅក្នុងប្រទេសរបស់យើងដើម្បីឲ្យដឹងពីល្បឿនដែលលឿនខ្លាំងបំផុត peak performance នៅក្នុង local ប៉ុន្តែនៅពេលដែលប្រើជាក់ស្ដែងអ្នកទាំងគ្នាកុំរំពឹងថាល្បឿនវាលោតទៅដល់ថ្នាក់នោះគឺវាអាស្រ័យទៅលើ server ដែលគេបើកឲ្យឧទាហរណ៍ថាអ្នកទាំងគ្នា drop file ចូលទៅក្នុង Telegram download file ចេញពី YouTube អញ្ចឹង server របស់ Telegram និង YouTube ថាតើល្បឿនគេបើកឲ្យប្រើហ្នឹងលឿនខ្លាំងប៉ុណ្ណាខ្លាំងបំផុតនៅស្រុកខ្មែរអញ្ចឹងឧទាហរណ៍ថាពេលនេះ 5G ដែលគេតេស្តនៅក្នុង speedtest.net 1500 megabit ក្នុង1វិនាទីឧទាហរណ៍ថាអញ្ចឹងប៉ុន្តែនៅពេលដែលប្រើនៅក្នុង Telegram បើសិនជាល្បឿន1500 megabit ចែកទៅវាស្មើនឹង 187.5 megabyte ក្នុង1វិនាទីបើសិនជាខ្ញុំទម្លាក់ file ដែលខ្ញុំតេស្តមិញហ្នឹងចូលទៅក្នុង Telegram ហើយ download មកវិញខ្ញុំចំណាយពេលត្រឹមតែ5វិនាទីគឺពេញហើយសំណួរសួរថាតើវាអាចទៅរួចឬក៏អត់ចម្លើយនៅត្រង់ server របស់ Telegram គេបើកឲ្យដល់1500 megabit ឬក៏187 megabyte ហ្នឹងប៉ុណ្ណឹងដែរឬក៏អត់ហើយសេវា 5G របស់យើងវារត់បានប៉ុណ្ណឹងមែនតើឬក៏អត់កន្លែងនេះគឺខ្ញុំរងចាំតេស្តផ្ទាល់ខ្លួនឯងនឹងធ្វើវីដេអូម្ដងទៀតជូនអ្នកទាំងគ្នាអញ្ចឹងកុំភ្លេច subscribe នៅក្នុង YouTube ឬក៏ follow Facebook page ប៉ុន្តែចំណុចល្អមួយគឺដឹងតែមានហើយសម្រាប់សេវា 5G ថ្មី latency នេះប្រកាសជាទាបខ្លាំងជាងបច្ចេកវិទ្យាចាស់ 4G អញ្ចឹងអ្នកដែលលេង game ប្រកាសជាឆ្ងាញ់មាត់ហើយសម្រាប់ខ្ញុំអត់លេង game ទេអ្វីដែលខ្ញុំត្រូវការខ្លាំងបំផុតគឺនៅពេលដែល upload វីដេអូបន្ទាន់ចាំបាច់នៅខាងក្រៅរដងប្រើ 4G គឺខ្ញុំចំណាយពេលខ្ទង់កន្លះម៉ោងឯដែរតាមកន្លែងបើសិនជាមាន 5G ខ្ញុំ expect ថា10នាទីជាងអីគឺអាច upload file វីដេអូដែលខ្ញុំធ្វើរដងនេះទំហំ3ទៅ4 GB ខ្ញុំគិតថាក្រោម10នាទីអាហ្នឹងគឺខ្ញុំពិតជាសប្បាយចិត្តហើយម្ដងទៀតកុំឲ្យមានអារម្មណ៍ថាលឿនហើយស៊ីលុយដោយសារតែវីដេអូ file ដែលខ្ញុំ upload រដង3ទៅ4 GB អញ្ចឹងទំហំទិន្នន័យដែលខ្ញុំត្រូវចាយហ្នឹងវានៅតែប៉ុណ្្នឹងដដែលដូចគ្នាបើសិនជាមានអ៊ីនធឺណិតល្បឿនលឿនថ្ម laptop របស់ខ្ញុំប្រកាសជាសល់ច្រើនជាងមុនដោយសារតែយើងអត់ចំណាយពេលយូរហើយមួយទៀតយើងសល់ពេលទៅធ្វើអីផ្សេងអូខេអញ្ចឹងឥឡូវចូលមកក្នុងទូរស័ព្ទខ្ញុំចង់ចែករំលែកខ្លីទេនៅក្នុង data usage នៅក្នុងទូរស័ព្ទទាំងអស់មិនថា Android មិនថា iOS ទេខ្ញុំគិតថាមាន
ខ្ញុំមិនដែរឆែកគ្រប់ទូរស័ព្ទទេប៉ុន្តែខ្ញុំជឿជាក់ថាមានឥឡូវខ្ញុំយក Galaxy Z47 ដើម្បីធ្វើឧទាហរណ៍ឲ្យអ្នកទាំងគ្នាបានឃើញនៅក្នុងទូរស័ព្ទគឺមានការ set data warning អានេះគឺវារំលឹកឲ្យយើងដឹងថាយើងប្រើប្រាស់អ៊ីនធឺណិត SIM ហ្នឹងអស់ប្រមាណ GB ហើយបើខ្ញុំប្រើកញ្ចប់ទិន្នន័យ 8 GB ខ្ញុំឲ្យវា load ប្រាប់ខ្ញុំនៅពេលដែលខ្ញុំប្រើអស់ 7 GB អញ្ចឹងការពារនៅពេលដែលមាន app ណាមួយវា download ដោយយើងអត់ដឹងខ្លួនយើងអស់ទិន្នន័យលែងបានប្រើបើអ្នកទាំងគ្នាទិញកញ្ចប់ណាមួយដែលមានទំហំ 15 GB អីអ្នកទាំងគ្នាអាច set 10 GB អីដើម្បីឲ្យវារំលឹកមួយទៀតគឺយើងអាចចូលទៅបិទ app ណាមួយដែលយើងគិតថាមិនចាំបាច់ឲ្យវាប្រើ internet SIM ទេអញ្ចឹងឧទាហរណ៍ដូចជា app Play Store អាហ្នឹងចាំពេលមាន Wi-Fi ចាំយើង update ឬក៏ app ផ្សេងទៀតដូចជា YouTube Music អីហ្នឹងវាអាច auto download នៅក្នុង background យើងអាចបិទនៅក្នុង setting របស់ទូរស័ព្ទផ្ទាល់បានឬក៏យើងអាចចូលទៅក្នុងបិទតាម app មួយក៏បានដែរ app ភាគច្រើនគឺគេ design មកឲ្យយើងកំណត់បាន Telegram ក៏ដូចគ្នា file ធំអីអ្នកទាំងគ្នាអាចកំណត់ឲ្យប្រើ Wi-Fi ជាជាងការដែលប្រើ internet SIM ចំណុចបន្ទាប់គឺព័ត៌មានទាក់ទងនឹងការដែលអនុញ្ញាតឲ្យប្រើហើយនឹងទូរស័ព្ទដែលអាចប្រើបានអញ្ចឹងបើតាម page របស់ក្រសួងខ្ញុំបានឃើញហើយដើមឆ្នាំ 2026 ក៏ទៅគៀកដែរនៅសល់តែមួយខែទៀតយើងទាំងអស់គ្នាបានភ្លក់សេវា 5G ថ្មីហើយគ្រាន់តែថាតំបន់ដែលមានតំបន់ដែលមិនមានអាហ្នឹងខ្ញុំអត់ទាន់មានព័ត៌មានឬក៏ទិន្នន័យណាមួយដែលអាចប្រាប់បានចំពោះទូរស័ព្ទឬក៏ tablet ដែលអាចប្រើសេវា 5G បានគឺយើងពិនិត្យទៅមើល modem ដែលមាននៅក្នុងទូរស័ព្ទហ្នឹងប៉ុន្តែបើនិយាយពីឈ្មោះ modem អ្នកទាំងអស់គ្នាប្រកាសជាពិបាករកពិបាកទៅឆែក spec អីផ្សេងទៀតអញ្ចឹងខ្ញុំសូមនិយាយពីស៊េរី chip និងស៊េរីទូរស័ព្ទតែម្ដងចំពោះទូរស័ព្ទដែលប្រើ chip ចេញពី Qualcomm មកគឺ Snapdragon 855ឡើងទៅគឺអាចប្រើ 5G បានដោយក្នុងនោះវាប្រើ modem Snapdragon X50 អាហ្នឹងគឺរាប់ចាប់ពីឆ្នាំ 2017 មកគឺមាន 5G ហើយសម្រាប់ MediaTek គឺមានចាប់ពី1000 series រាប់ចាប់ពីឆ្នាំ 2019 មកគឺមាន 5G ហើយសម្រាប់ chip MediaTek modem របស់គេគឺមានឈ្មោះថា Helio M70 Apple វិញគឺ A14 Bionic រាប់ចាប់ពី iPhone 12 series ឡើងមកគឺមាន 5G ប៉ុន្តែរឿងមួយទៀតគឺងាយស្រួលទេសម័យនេះហើយអ្នកនរគ្នាអាចប្រើ ChatGPT ឬក៏ Google search model ទូរស័ព្ទមកហើយដាក់ថា 5G support អ្នកនរគ្នាប្រកាសជាឃើញអូខេអញ្ចឹងនេះគឺជាវីដេអូបកស្រាយពីសេវា 5G នៅក្នុងប្រទេសកម្ពុជាយើងសង្ឃឹមថាអ្នកនរគ្នាយល់ច្បាស់ពីល្បឿននិងទិន្នន័យហើយជប់បារម្ភពីរឿងកាត់លុយអីទៀតហើយអបអរសាទរសម្រាប់បច្ចេកវិទ្យាថ្មីមួយនេះដែលមាននៅក្នុងប្រទេសកម្ពុជាយើងអរគុណជួបជាមួយខ្ញុំនៅវីដេអូបន្ត